នេះគឺជាថ្ងៃទី22ខែ8 2026ហើយក៏ជាថ្ងៃដែលខ្ញុំមានគម្រោងទៅhiking ជាលើកទី2នៅក្នុងឆ្នាំនេះហើយខ្ញុំបាទនឹងធ្វើដំណើរទៅhiking នៅ Skyline នៅ Mount Rainier បើបងប្អូនចង់ដឹងថាដំណើរកម្សាន្តក៏ដូចជាទេសភាពនៅទីនោះបែបណានោះសូមទស្សនានៅវីដេអូមួយនេះអរគុណអូខេពេលនេះយើងបានមកដល់Skyline Mount Rainier ហើយយើងទៅតែចប់ឡានបាទពូភ្នំមើលទៅដូចជាឋានសួគ៌អញ្ចឹងបានមកដល់នៅ Skyline ហើយបាត់ទេសភាពដូចជានៅលើឋានសួគ៌អញ្ចឹងត្រជាក់បាទទេសភាពមើលទៅដូចជាគំនូរអញ្ចឹងAwesome. How you feel, bro? Good. Chilling. Looks awesome, man. Thank you. Tin. តើមានអារម្មណ៍យ៉ាងណាដែរពេលបានមកដល់លើនេះ Get on, friend. ទេសភាព
បាទនេះគឺជាកម្ពស់ភ្នំ Mount Rainier យើងដើរមកឃើញផ្ទះឃើញខ្លាត់មុំកំពុងញ៉ាំចំណីស៊ីចំណីបាទពេលនេះយើងបានចុះមកដល់ក្រោមហើយដែលប្រើរយៈពេល4ម៉ោង4 hours for hiking